một mùi đại quạt lòng chọc là tiền đọc phí hay quạt miền một nón trong riêng này cái này ai thật tám miền mùa lực hàng cứ được vay vì chỉ càng nghe một phần đại vẽ con chỉ muốn làm bài nhà này chúng xung lư vẽ con chỉ muốn làm bài nhà này cứ vừa giờ mấy giờ miền ta cứ mùa lực hàng cứ nật buồn cứ bài nhà lấy bố lấy đỏ pro thang cái này lấy ăn miên xây nào này bạn lấy vô chai thì cái này đá thấy con trai này chúng ta Việt Nam những khi ông sông cầu chùm riệp xuống trong đóm lô chùm tiêu lô lỗ trái bay mình đạp tầng óc chỉ tim mê trái ngày nay những khi ông bắt chỉ men kẹt yếu đại ban chu sông phía chỉ mỗi nâng đóm mình được cái chia ông pi tháp rồi giao cái nẹt đấy nơi trongក្រុមហ៊ុនអាជីវកម្មជាដំបូងនាងខ្ញុំសូមជម្រាបសួរអាដាមតើអ្វីទៅគឺជាគណនេយ្យបាទខ្ញុំសូមអរគុណចំពោះកញ្ញាសនសុខុនធីនីដែលបានសាកសួរខ្ញុំអំពីអត្ថប្រយោជន៍គណនេយ្យនៅក្នុងក្រុមហ៊ុនអាជីវកម្មហើយក៏សាកសួរអំពីអ្វីទៅគណនេយ្យបាទទី1គឺកំណត់អត្តសញ្ញាណសកម្មភាពអាជីវកម្មទី2គឺការកំណត់ត្រាប្រតិបត្តិការអាជីវកម្មទី3គឺផ្ដល់ព័ត៌មានដែលអាចជឿទុកចិត្តបានអំពីសកម្មភាពអាជីវកម្មដើម្បីជួយឲ្យអ្នកប្រើប្រាស់ធ្វើការសម្រេចចិត្តហើយនៅក្នុងការគ្រប់គ្រងអាជីវកម្មបាទនេះជាគណនេយ្យដែលយើងសរុបមកបាទសូមអរគុណចាដល់សម្រាប់សំណួរបន្ទាប់តើអាជីវកម្មមួយអាចជួបប្រទះបញ្ហាអ្វីខ្លះបើសិនបើគ្មានការកត់ត្រាគណនេយ្យត្រឹមត្រូវសូមអរគុណខ្ញុំសូមអរគុណតើតើជាមួយនឹងបញ្ហានេះថាតើអាជីវកម្មមួយអាចជួបបញ្ហាអ្វីខ្លះបើសិនបើគ្មានការកត់ត្រាគណនេយ្យដោយខ្ញុំបានជម្រាបខាងដើមអញ្ចឹងគេថាគណនេយ្យគឺជាការកត់ត្រាការវាស់វែងសម្រាប់អាជីវកម្មរបស់ក្រុមហ៊ុនមួយនិងការសម្រេចចិត្តរបស់អ្នកវិនិយោគឬក៏ម្ចាស់ពាក្យហ៊ុនហើយបើសិនជាយើងអត់បានកត់ត្រាយើងអត់ដឹងថាចំណេញឬក៏ខាតយ៉ាងម៉េចទេអានេះហើយដែលជាបញ្ហាមួយដែលកើតឡើងនៅក្នុងមានហាយនិភ័យនៅក្នុងអាជីវកម្មព្រោះថាយើងអត់កត់ត្រាផងយើងអត់បានតាមដានអ្វីដែលជាសកម្មភាពរបស់យើងអាហ្នឹងគឺថាវាអត់អាចទៅកើតទេដោយសារតែយើងអត់ដឹងថាចំណាយឬក៏ចំណូលពុតប្រមាណផងអានោះហើយដែលធ្វើឲ្យអាជីវកម្មឆាប់ខ្សែធនបាទអាហ្នឹងខ្ញុំក៏សូមជម្រាបជូនដែរថាហេតុអីបានជាចិនគេកត់ត្រាហើយយើងអត់កត់ត្រាចិនគេកត់ត្រាគេរកស៊ីចំណេញមានចំណេញគេដឹងហេតុហើយដល់យើងអត់កត់ត្រាចឹងគេទៅឲ្យទៅអញ្ចឹងអានេះជាហេតុផលមួយដែលជាមានបញ្ហាដែលកើតឡើងនៅក្នុងក្រុមហ៊ុនអញ្ចឹងជាទូទៅខ្ញុំសនំតទៅដល់អាដាមលោកជំទាវនិងទស្សនិកជនទាំងអស់ព្រមទាំងនិស្សិតដែលចូលរៀនបាទថាយើងត្រូវចាប់ផ្ដើមកត់ត្រាចាយតិចក៏ដោយចាយច្រើនក៏ដោយយើងត្រូវកត់ត្រាទើបដឹងថាចំណាយនិងចំណូលរបស់យើងយ៉ាងម៉េចក្នុងករណីដែលយើងកត់ត្រាយើងប្រកបជា saving បាទមួយចំនួនអ្វីដែលគួរចាយអ្វីដែលមិនគួរចាយនេះចំពោះគ្រួសារហើយចុះក្រុមហ៊ុនបើសិនជាយើងអត់កត់ត្រាវាពាក់ព័ន្ធជួបហាយនិភ័យមួយនៅពេលណាដែលគេមកអូឌីតគេរកឃើញទៅបែរទៅចាយធំហើយអញ្ចឹងមានឯកសារមានភស្តុតាងអីទេនេះអញ្ចឹងយើងឆ្លើយអត់រួចទេអញ្ចឹងសរុបសេចក្តីមកគឺថាពេលណាដែលយើងអត់កត់ត្រាយើងជួបផលវិបាកនៅក្នុងការសម្រេចចិត្តវិនិយោគបន្ថែមទៀតឬក៏អត់ហើយបើសិនជា
យើងមិនវិនិយោគថែមពេលនោះហើយដែលធ្វើឲ្យបញ្ហាអាជីវកម្មរបស់យើងកាន់តែថយចុះថយទៅហើយរកស៊ីក៏អត់បានចំណេញដែរបាទនេះជាកំហុសមួយហើយអញ្ចឹងខ្ញុំសនុំពរសូមឲ្យយើងកត់ត្រាទោះបីជាចាយតិចឬចាយច្រើនក៏ដោយបាទសូមអរគុណចាសូមអរគុណអាដាមសម្រាប់ការបកស្រាយដ៏ក្បោះក្បាយអញ្ចឹងនាងខ្ញុំសូមលើកយកសំណួរមួយសំណួរទៀតដែលនាងខ្ញុំទៅតែទទួលបានពីបងប្អូនដែលគាត់ទៅតែរៀនចប់ថ្នាក់ទី12នៅឆ្នាំនេះសម្រាប់ពួកគាត់ដែលគាត់ចង់រៀនទៅលើមុខជំនាញគណនេយ្យតែពួកគាត់ត្រូវមានមូលដ្ឋានគ្រឹះអ្វីខ្លះសូមអាដាមជួយបកស្រាយបាទខ្ញុំសូមអរគុណចំពោះកញ្ញាដែលបានសួរទាក់ទងជាមួយនឹងក្មួយដែលគាត់ប្រឡងចប់ថ្នាក់ទី12ហើយគាត់មានបំណងចង់រៀនផ្នែកគណនេយ្យហើយថាតើមានមូលដ្ឋានគ្រឹះអ្វីវាជាការងាយបំផុតដែលពាក់ព័ន្ធជាមួយនឹងបញ្ហានេះខ្ញុំសូមលើកពាក់ព័ន្ធជាមួយនឹងបញ្ហារៀននេះគឺធ្វើយ៉ាងម៉េចឲ្យមានតែគ្រឹះមូលដ្ឋានគ្រឹះនិតពួនគឺបញ្ហាលេខបូកលេខដកព្រោះថាគណនេយ្យអត់មានស្អីច្រើនទេបានតែយកចាយទីកន្លែងណាហើយកត់ត្រាកន្លែងនោះទៅហើយចំណូលមកពីណាយើងកត់ត្រាកន្លែងនោះទៅមានសរុបសេចក្តីមកគឺថាមានតែលេខនិតពួនគឺចំណូលបូកចំណាយដកហើយនឹងរៀបចំរបាយការណ៍នឹងទៅដល់សហគ្រាសទៅឬក៏ក្រុមហ៊ុនឬក៏អង្គភាពណាហើយខ្ញុំសូមជម្រាបជូនដែរថាជាការងារបំផុតមួយចំនួនបានពោលពាក្យថារៀនគណនេយ្យពិបាកប៉ុន្តែខ្ញុំយល់ថាមិនពិបាកទេនៅពេលណាដែលក្មួយមករៀនគឺលោកគ្រូដែលគាត់មានចំណេះជំនាញខាងគណនេយ្យលោកនឹងណែនាំប្រាប់ថារបៀបចុះយ៉ាងម៉េចរបៀបចុះនេះបៀតcredit ឬក៏អនុពន្ធឬក៏អនុទានហ្នឹងបាទហើយក្មួយយកចិត្តទុកដាក់បន្តិចទៅគឺរៀនបានហើយនៅក្នុងហ្នឹងមិនចាំបាច់តែអ្នកប្រឡងជាប់បាក់ឌុបទេអ្នកដែលមិនមានបាក់ឌុបក៏អាចរៀនបានដែរបាទគឺងាយប៉ុន្តែសូមឲ្យយកចិត្តទុកដាក់បន្តិចបាទក្នុងករណីដែលយកចិត្តទុកដាក់គឺរៀនបានទាំងអស់គ្នាមិនពិបាកទេមួយចំនួនយល់ថាពិបាកប៉ុន្តែមិនពិបាកទេបាទនឹងសូមអរគុណការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍5រកន្លែងសិក្សានៅចក្រភពអង់គ្លេសកូរ៉េខាងត្បូងចិនរុស្ស៊ីឬសិក្សានៅ CUS ទាំង7ទីតាំងផ្ដល់អាហារូបករណ៍ថ្លៃសិក្សាចាប់ពី 20% រហូតដល់ 100% និងប្រាក់ឧបត្ថម្ភចាំខែចាប់ពី$500ដល់$2,000សម្រាប់1ឆ្នាំទំនាក់ទំនងដាក់ពីឥឡូវនេះតាមរយៈ QR code ឬទំនាក់ទំនងតាមលេខទូរស័ព្ទខាងក្រោមសិក្សាដើម្បីគុណភាពសិក្សាដើម្បីសមត្ថភាពជំនាញសិក្សាដើម្បីគុណតម្លៃឆ្នើមសិក្សានៅ CUS